គេបដៅយូរហើយគេថាស្ដាប់ធម៌ដ៏ល្អហ្នឹងមិនមែនសួរទេស្ដាប់ធម៌ដ៏ល្អហ្នឹងគឺស្ដាប់កុំឲ្យកូនចៅមកក្បែរកុំមាត់កុំកេះគ្នារួចហើយលើកដៃឡើងលើផងអាហ្នឹងស្ដាប់ធម៌ដ៏ល្អហើយបងប្អូនណាអាត្រង់ចំណុចបែបហ្នឹងហើយដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋខ្មែរคล้ายទៅជាមនុស្សទន់ខ្សោយមិនអាចជួយខ្លួនឯងបានហើយក៏មិនអាចធ្វើជាទីពឹងសម្រាប់អ្នកដទៃបានបងប្អូនត្រូវដឹងព្រះសម្មាសម្ពុទ្ធជាអ្នកត្រាស់ដឹងច្បាប់ធម្មជាតិកើតក្រោមច្បាប់ហេតុនិងផលស្អីក៏ដោយក៏កើតក្រោមច្បាប់ហេតុនិងផលដែរអញ្ចឹងយើងអាចនិយាយបានថាកាលណាយើងមើលគម្ពីររួចហើយគាថាមួយណាដែលស្ដាប់ទៅវាគ្មានហេតុគ្មានផលឆ្កងហេតុផលអត់សមរម្យតាមច្បាប់ធម្មជាតិយើងអាចបដិសេធបានភ្លាមថានេះណែមិនបានជាគាថារបស់ព្រះសម្មាសម្ពុទ្ធទេពីព្រោះបងប្អូនត្រូវដឹងព្រះសម្មាសម្ពុទ្ធលោកអត្តសេគម្ពីរនឹងដោយខ្លួនឯងទេលោកបរិណពានទៅលោកអត្តសេគម្ពីរទេមនុស្សចំនួនក្រោយទៅសេអញ្ចឹងពេលណាបងប្អូនមើលបងប្អូនអានគម្ពីរឬស្ដាប់លោកធម្មយាចាគាត់សម្ដែងថានេះហើយជាគាថារបស់ព្រះសម្មាសម្ពុទ្ធដែលចែងក្នុងគម្ពីរពេលណាបងប្អូនស្ដាប់ទៅឃើញថាមិនសមហេតុមិនសមផលឆ្កងហេតុឆ្កងផលបងប្អូនអាចបដិសេធវឹងហ្មងថានេះណាមិនគាថារបស់ព្រះសម្មាសម្ពុទ្ធទេព្រោះអីព្រោះអត់សមហេតុសមផលបុគ្គលត្រាស់ដឹងអីនិយាយអត់មានហេតុមានផលអីអញ្ចឹងប្រមោកកលឿនលេងផ្ងាផែនដីឡើងព្រោះអីព្រោះថាមនុស្សនឹងស៊ីផែនដីអស់ហើយអស់ជីជាតិឥឡូវផ្ងាឡើងយកអាក្រមមកដាក់លើតែគេសួរតែយកមនុស្សទៅណាហើយយកមកដាក់លើបាតដៃមកជាហៀងទៀតងាប់អញ្ចឹងអីឲ្យជឿកើតដែរហើយយាយស្ដាប់ហៀទឹកមាត់ទឹកម្លូទឹកស្លាគាត់ហ្នឹងណាប្រហែលកូនក្មេងមើលតុក្កតាបងប្អូនដែលមើលក្មេងមើលតុក្កតាទេអត្តចរហ្នឹងវាចូលទៅក្រោមកុងតឺន័រហើយកុងតឺន័របងប្អូនដឹងរាប់តោនអាកុងតឺន័រហ្នឹងដាច់លក្ខកិនអត្តចរហ្នឹងឡើងកប៉ែតចេញពីក្រោមកុងតឺន័រហ្នឹងមកអាលាស់ខ្លួនមូលស្លដើរទៅទៀតអាកូនក្មេងសោយគិលវាមិនដែលកុងតឺន័រប៉ុណ្ណាសកិនអត្តចរហ្នឹងមួយវាមិនងាប់ប៉ុន្តែកូនក្មេងចេះតែសោយចឹងជួនកាលអត្តចរហ្នឹងវារត់លើដំបូលផ្ទះហើយចឹងរត់ផុតផ្ទះផុតប្រហែល 4-10 ម៉ែត្រទៅរត់លើខ្យល់ហ្នឹងទៅផុតផ្ទះស្រាប់តែមិនស្ទុះវាដឹងតែផុតទៅវាមើលមកក្រោមប៉ុណ្ណឹងអូផុតទៅធ្លាក់ក្ដុកទៅដីតាមពិតវាធ្លាក់តាំងពីមកចំហៀនដំបូងដៃប៉ុន្តែកូនក្មេងគេបិឆោតវាចេះតែសោយចេះសบายរហូតទៅយាយស្ដាប់ធម៌ថ្ងៃទៅនាងអញ្ចឹងគេថាប្រមោកកលៀនប្រមូផែនដីក៏គាត់ជឿប្រឡប់ផែនដីពីមកចំហៀងទៅដាក់មកចំហៀងទៀតដាក់អាក្រមឡើងលើហើយមនុស្សយកទៅណាបើត្រឡប់ទៅមនុស្សទៅក្រោមដីប្រមោកកលៀនគៀមនុស្សហ្នឹងយកមកដាក់ក្នុងបាតដៃបងប្អូនណាមនុស្សកើតពីធាតុទៅដូចតែខ្សាច់ចឹងវាកើតពីធាតុហើយធាតុហ្នឹងយើងអាចបង្រួមបានទេបងប្អូនអត់អាចធ្វើឲ្យវាតូចបានទេមិនទៅធ្វើឲ្យតូចបាននោះព្រោះម៉ូលេគុលវានៅចិត្តគ្នារួចហើយហ្នឹងយើងទៅធ្វើមកទៀតពុកម៉ាយើងយកដុំថ្មមួយទៅបុកទោះបីវាបែកក៏ដោយវានៅមកដុំរបស់វាប៉ុណ្ណឹងវាអត់រួមតូចទៅទេព្រោះម៉ូលេគុលហ្នឹងវាអត់នៅចិត្តគ្នាបានទេវាចិត្តគ្នារួចហើយមនុស្សមកផែនដីយកមកដាក់លើបាតដៃនៅមិនទៅបងប្អូនពិចារណាមើលហើយយាយស្ដាប់អូយហៀទឹកមាត់ទឹកស្លាទឹកម្លូព្រោះណាខ្ញុំថាប្រហែលកូនក្មេងមើលតុក្កតាយាយហួសតែចិត្តមកបងប្អូនហួសចិត្តក៏ហួសចិត្តក្តៅចិត្តបន្តិចតែរឿងអ្នកទេសនាប្រឡប់ហ្នឹងអាណិតយាយនោះក៏ខ្លះទៅយូរនឹកឃើញថាអើយបើកណាជាទុកឲ្យប្រជាពលរដ្ឋនៅក្នុងស្ថានភាពបែបហ្នឹងណាខ្លួនឯងក៏មិនអាចធ្វើជាទីពឹងរបស់អ្នកដទៃកើតហើយតាំងខ្លួនថាខ្លួននឹងជាសាវករបស់ព្រះសម្មាសម្ពុទ្ធសាវករបស់ព្រះសម្មាសម្ពុទ្ធឆ្លាតត្រង់ពួកអីពួកត្រាស់ដឹងព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងលោកបង្រៀនយើងឲ្យត្រាស់ដឹងដែរអ្នកដើរលើមាគ៌ាហ្នឹងសូម្បីតែដើរលើមាគ៌ាហ្នឹងដំបងសិតតែដំណើរឆ្លាតទាំងអស់ជួយខ្លួនឯងបានហើយធ្វើជាទីពឹងរបស់អ្នកដទៃបានខ្លួនឯងមិនឲ្យគេបោកបានហើយចេះបញ្យល់អ្នកដទៃឲ្យគេមានបញ្ញាកុំឲ្យអ្នកដទៃបោកបានទៀតហើយទៅលោកយាយលោកតាដែលស្ដាប់ធម៌ទេសនាសពថ្ងៃងាកចាញ់បោកគេងាកចាញ់បោកគេឲ្យតែឯងដើរទៅឆ្ងាយបន្តិចងាកមកវិញក៏ចាញ់បោកគេបាត់ប្រហែលអាកូនຕົកនៅផ្ទះចឹងណាហើយយើងទៅរកទីបាត់បានទទួលគេមកបោកមនុស្សដែលដើរលើមាគ៌ាដែលបង្រៀនដោយព្រះសម្មាសម្ពុទ្ធហ្នឹងងាយណាបោកបានទេពួកអីពួកឆ្លាតបងប្អូនព្រះសម្មាសម្ពុទ្ធត្រាស់ដឹងណាបងប្អូនរាប់លានឆ្នាំទើបមានបុគ្គលត្រាស់ដឹងមួយអស្ចារ្យណាបងប្អូនគេថាព្រះអញ្ចេះព្រះអញ្ចោះអត់ជាក់ស្ដែងទេបងប្អូនព្រះសម្មាសម្ពុទ្ធជាក់ស្ដែងបងប្អូនជាមនុស្សលោកជាមនុស្សលោកហើយคล้ายទៅជាអ្នកត្រាស់ដឹងបានទៅជាអ្នកបង្រៀនគេបង្រៀនមនុស្សផងបង្រៀនទេវតានោះផងមនុស្សលោកបងប្អូនរហូតคล้ายទៅជាគ្រូបង្រៀន
មនុស្សអស់មកផែនដីហើយបង្រៀនដល់ទេវតាបង្រៀនដល់សត្វផ្សេងទៀតបងប្អូនមើលអស្ចារ្យប៉ុណ្ណាលោកឆ្លាតប៉ុណ្ណាឆ្លាតខ្លាំងណាស់បានខ្លាយទៅជាបុគ្គលត្រាស់ដឹងបានមាគ៌ាទៅរួចរំដោះបងប្អូនស្ដាប់មើលសិលសមាធិបញ្ញាចុងក្រោយសល់តែបញ្ញាទេអ្នកដើរលើមាគ៌ាទៅដល់ចុងក្រោយបំផុតបានបញ្ញាហើយចុះយើងនេះដើរលើមាគ៌ាដែរនេះហេតុអ្វីបានជាយើងទៅជាមនុស្សមិនត្រឹមតែមិនអាចជួយអ្នកដទៃបានទេសូម្បីតែជួយខ្លួនឯងឲ្យផុតពីការបោកប្រាស់ជួយមិនបានផងនឹងដើរលើមាគ៌ាដែរអញ្ចឹងបានខ្ញុំរំលឹកបងប្អូនអំពីបញ្ញា3ថ្នាក់របស់ព្រះសម្មាសម្ពុទ្ធសួរថាតើបងប្អូនបានដើរលើមាគ៌ានឹងហើយឬនៅមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធទាំងស្រុងចុងក្រោយបំផុតសល់តែបញ្ញាសិលសមាធិបញ្ញានេះគឺអថង្គិកមគ្គមគ្គប្រែមកថាផ្លូវនេះគឺជាផ្លូវទៅរកការរួចរំដោះចុងក្រោយសល់តែបញ្ញាបើស្នាជាបងប្អូនឈានលើមាគ៌ាបងប្អូននឹងកើតបញ្ញាបន្តិចម្ដងប៉ុន្តែបងប្អូនត្រូវដឹងអ្នកដែលមានធម៌សញ្ញាហើយអាចប្រើធម៌សញ្ញារបស់ខ្លួនបានទៅជាប្រយោជន៍មិនមានចំនួនច្រើនទេក្នុងលោកនេះបងប្អូនបញ្ញា3ថ្នាក់បងប្អូនរៀនសង្កេតបន្តិចបញ្ញា3ថ្នាក់ទី1គឺសុត្តមយបញ្ញាទី2គឺចិន្តាមយបញ្ញាទី3គឺភាវនាមយបញ្ញាបើបងប្អូនមិនដឹងពីចំនួននៃក្រុមទាំង3ហ្នឹងបងប្អូនសង្កេតមើលដួនបងប្អូនមើលដួនពួកចិន្តាមយបញ្ញាដូចហាមដួនចឹងច្រើនណាស់មានចំនួនច្រើនណាស់ពួកសុត្តមយបញ្ញាមានចំនួនច្រើនណាស់បងប្អូនពួកសុត្តមយបញ្ញាដូចរួមគោចឹងច្រើនណាស់កើតក្នុងលោកនេះដូចហាមដួនយើងវាមានទំហំធំដល់ពេលអ្នកប្រើចិន្តាមយបញ្ញាអ្នកប្រើការពិចារណាឃើញបានអនុវត្តអ្នកនឹងដូចកដាលដួនចឹងវារួមបន្តិចហើយវាមានចំនួនតិចហើយដល់ពេលអ្នកមានភាវនាមយបញ្ញាបញ្ញាថ្នាក់ពណ៌ត្រូវថ្នាក់ពិសោធន៍ថ្នាក់អនុវត្តបានទៅជាប្រយោជន៍ចឹងណាអ្នកខ្លះគ្រាន់តែយល់ទេដល់ពេលយកទៅធ្វើមិនត្រូវទៀតយល់ហើយប៉ុន្តែពេលធ្វើមិនត្រូវទៀតណែអ្នកធ្វើត្រូវហ្នឹងដូចកពូលដួនចឹងបងប្អូនអត់ច្រើនទេអញ្ចឹងបានធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធកាលពីចំនួនព្រះសម្មាសម្ពុទ្ធហ្នឹងឧបមាថាមួយរោងហ្នឹងមានគ្នាប្រមាណ100 200នាក់អ្នកស្ដាប់យល់យ៉ាងច្រើនណាស់5នាក់6នាក់អត់ច្រើនទេអាខ្លះអញញែកអញញ៉ាចេះកូនចេះចៅអញ្ចឹងតាំងពីចំនួនព្រះសម្មាសម្ពុទ្ធអត់មានឧបនិស្ស័យអាចប្រោះបានព្រះសម្មាសម្ពុទ្ធលោកចាត់ទុកជាក្តាប់ឈូកតែកើតមកសម្រាប់តែត្រីស៊ីតែមកហើយតែខឹងគ្នាមិនបើធម្មជាតិហ្នឹងកើតមកអញ្ចឹងអាក្នុងក្បាលគ្នានេះវាអត់មានបញ្ញាអាចចាស់បានតែមកចំនួនព្រះសម្មាសម្ពុទ្ធអញ្ចឹងណាមកវេទិកាដែលលោកសម្ដែងហ្នឹងសត្វមានឧបនិស្ស័យអាចប្រោះបានហ្នឹង10នាក់20នាក់អា100 200នាក់ហ្នឹងកាប់អត់យល់ហើយតែខឹងគ្នាមិនមនុស្សស្វែងរកប្រយោជន៍ហើយប្រពុតលោកកំពុងតែសម្ដែងពីប្រយោជន៍ចុះហេតុអ្វីបានជាគ្នាមិនទទួលយកថាបញ្ញារបស់គ្នាចាប់វាអត់បានអញ្ចឹងបានព្រះសម្មាសម្ពុទ្ធពេលដែលលោកត្រាស់ដឹងភ្លាមណាលោកបែរមុខចេញពីយើងទៅព្រោះលោកប្រាប់ថាមេរៀនត្រាស់ដឹងរបស់តថាគតនេះវាជ្រាលជ្រៅណាស់តើបញ្ញារបស់សត្វលោកនឹងអាចចាប់បានដែរឬអត់ពេលនោះលោកពិចារណាទៅលោកឃើញថាបើមិនថាជាលោកអទេសនាណាវាចោលត្មងមេរៀនត្រាស់ដឹងហ្នឹងប៉ុន្តែទេសនាទៅប្រហែលជាមានសត្វមួយចំនួនអាចស្ដាប់បាននៅលើកដំបូងបើយើងទេសនាញយទៅនឹងមានសត្វមួយចំនួនទៀតនឹងអាចស្ដាប់បាននៅពេលបន្ទាប់ពេលណាយើងប្រើការទេសនាបញ្យល់យូរទៅនឹងមានសត្វមួយលំដាប់ទៀតអាចទទួលយល់បាននៅសល់សត្វមួយលំដាប់ទៀតព្រះសម្មាសម្ពុទ្ធលោកបដូរនឹងក្តាប់ឈូកកើតមកសម្រាប់តែគេបោកត្មងក្នុងសង្គមនឹងវុវីហើយគឺជាភាគច្រើននៃមនុស្សទៅទៀតក្នុងសង្គមមួយគឺកើតអារម្មណ៍គោនឹងច្រើនត្មងព្រះសម្មាសម្ពុទ្ធលោកចែក4ថ្នាក់ទី1លោកចាត់ទុកថាជាប្រភេទមនុស្សដែលប្រដូចទៅនឹងការឈូកដែលហើបផុតពីទឹកហើយការឈូកប្រភេទហ្នឹងចាំពន្លឺព្រះអាទិត្យតែមួយដងពុតកាលណាពន្លឺព្រះអាទិត្យមកដល់ភ្លាមគឺបើកហ្មងរីកឡើងមកដល់សត្វដែលមានឧបនិស្ស័យស្ដាប់ធម៌ទេសនាតែម្ដងរួចហើយត្រាស់ដឹងហ្នឹងមានចំនួនអត់ច្រើនទេដូចកពូលដួនអញ្ចឹងតិចទេសត្វមួយចំនួនទៀតស្ដាប់ញយ2 3ដងអញ្ចឹងទៅបានស្ដាប់យល់ប៉ុន្តែគឺជាប្រភេទសត្វដែលមានឧបនិស្ស័យដែរប៉ុន្តែមិនមែនម្ដងទេប្រភេទសត្វហ្នឹងតតែនិយាយញយដងតិចប្រៀបបដូរនឹងការឈូកផ្កាហើយវាពិតជាផ្កាហើយប៉ុន្តែវាមិនទាន់លូតផុតទឹកទេវានៅប្រប្រាំងផ្ទៃទឹកហ្នឹងឃើញកពូលវាបន្តិចទេមនុស្សប្រភេទជាមនុស្សក្រុមហ្នឹងមានចំនួនច្រើនបន្តិចច្រើនជាងអាផ្កាឈូកលូតផុតពីទឹក
ការឈប់បែបហ្នឹងត្រូវពលឺព្រះអាទិត្យ 4-5 ដងបានរីកផុតពីទឹកមករីកផុតពីទឹកហើយត្រូវពលឺព្រះអាទិត្យតែម្ដងរីកទៅទៀតទៅមានការឈប់មួយចំនួនទៀតជាប្រភេទការឈប់ដែលអាចប្រោសបានដូចគ្នាវាជាប្រភេទការឈប់ទៅហើយប៉ុន្តែវានៅក្នុងទឹកអាហ្នឹងក៏ចាត់ទុកជាការឈប់ដែរគឺជាសត្វដែលមានឧបនិស្ស័យប្រោសបានដែរអាហ្នឹងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតយូរសត្វហ្នឹងស្ដាប់យល់សត្វប្រភេទហ្នឹងមានចំនួនច្រើនជាងក្រុមទី2បន្តិចបន្តទៅគ្នាចឹងអាសត្វដែលស្ដាប់ធម្មទេសនាតែម្ដងហើយយល់មានចំនួនតិចទេសត្វដែលស្ដាប់ញយរួចហើយយល់មានចំនួនច្រើនតិចដល់ពេលសត្វដែលស្ដាប់ញយហើយញយទៀត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 ច្រើនដងគ្នាមានឧបនិស្ស័យអាចស្ដាប់យល់ប៉ុន្តែច្រើនដងអានឹងមានចំនួនច្រើនគួរសមដែរប៉ុន្តែមានសត្វមួយប្រភេទទៀតព្រះសម្មាសម្ពុទ្ធបដូចនឹងក្តាប់ឈូកហ្មងដូចមើមឈូកអញ្ចឹងមិនមែនជាផ្កាឈូកទេកំណើតគ្នាកើតមកមិនអាចទៅជាផ្កាឈូកទេនៅមើមហ្នឹងហ្មងវាកប់ក្នុងដីហ្នឹងហ្មងអត់អាចដុះជាផ្កាឈូកបានទេប្រភេទសត្វបែបហ្នឹងព្រះសម្មាសម្ពុទ្ធលោកអាសូរខ្លាំងណាស់ប៉ុន្តែមេគារួចរំដោះសត្វលោកត្រូវអនុវត្តដោយខ្លួនឯងព្រះសម្មាសម្ពុទ្ធលោកអាណិតយើងទឹកភ្នែកហូរទៅជាស្ទឹងក៏មិនអាចជួយបានដែរពីព្រោះមេគាទៅរួចរំដោះហ្នឹងវាព្រះនិព្វាននោះណាបុគ្គលត្រូវអនុវត្តត្រូវដើរដោយខ្លួនឯងដើម្បីដើរបានមនុស្សត្រូវយល់ជាមុនសិនត្រូវឆ្លងកាត់ចិន្តាមយៈបញ្ញាសិនយល់ហើយបានយកទៅអនុវត្តចុះបើក្តាប់ជ្រូកគ្នាកើតមកគ្នាអត់យល់តែហ្មងគ្នាមិនយល់តែហ្មងតើត្រូវធ្វើម៉េចព្រះសម្មាសម្ពុទ្ធលោកចោលតែហ្មងយើងប្រៀបបដូចដំណើរនៃការចាត់ទុកមនុស្សរបស់ព្រះសម្មាសម្ពុទ្ធបដូចនឹងលីងស្រូវបងប្អូនចាប់ដើមលីងស្រូវបងប្អូនលីងតែមួយផ្លែតែមានស្រូវមួយចំនួនផ្ទុះហើយសួរថាហេតុអីមកស្រូវនឹងផ្ទុះមុនគេអញ្ចឹងមកពីស្រូវនឹងវាស្ងួតតែស្រូវនឹងវាស្ងួតវាផ្ទុះមុនហ្មងដល់ពេលយើងលីងមកផ្ទុះទៀតទៅមានស្រូវមួយចំនួនផ្ទុះបន្តទៅទៀតគេសួរថាហេតុអ្វីបានជាមានស្រូវផ្ទុះបន្ទាប់នឹងទៀតហើយគេថាមកពីមានស្រូវសើមតិចវាសើមតិចវាត្រូវផ្ទុះលើកទី2យើងលីងមកផ្ទុះទៅទៀតទៅមានស្រូវផ្ទុះមកទៀតគេសួរថាហេតុអ្វីបានជាមានស្រូវផ្ទុះទៀតហើយគេថាដល់វេនស្រូវដែលសើមខ្លាំងហ្នឹងវាផ្ទុះហើយព្រោះលីងមកផ្ទុះទៅវាចាប់ដើមស្ងួតរួចហើយវាចាប់ដើមផ្ទុះហើយដល់លីងមកផ្ទុះទៅទៀតអស់ហ្មងអស់ផ្ទុះហ្មងអត់លែងផ្ទុះប៉ុណ្ណឹងឃើញដូចជាស្រូវដែរមិនបានលែងផ្ទុះអាហ្នឹងត្រូវស្កកលីងក៏ងាប់ទៅទៀតក៏ផ្ទុះដែរបងប្អូនណាគុំសំបីតែពីណាសំបីតែបិតាក្មេករបស់ព្រះសម្មាសម្ពុទ្ធហ្នឹងណាព្រះសម្មាសម្ពុទ្ធជាបុគ្គលត្រាស់ដឹងក្នុងលោកប្រោសឲ្យក្មេករបស់ខ្លួនឯងប្រោសអត់បានព្រះសម្មាសម្ពុទ្ធលោកអាណិតសត្វលោកគ្រប់ទាំងអស់អាទុកក្មេករបស់ឯងហើយខ្លួនឯងជាព្រះសម្មាសម្ពុទ្ធទៅទៀតប្រោសអត់បានបងប្អូនណាជួនកាលម៉ែហើយកូននៅក្នុងផ្ទះជាមួយគ្នាម៉ែស្ដាប់យល់កូនស្ដាប់អត់យល់ទេជួនកាលកូនស្ដាប់យល់ម៉ែស្ដាប់អត់យល់ទេជួនកាលប្តីស្ដាប់យល់ប្រពន្ធស្ដាប់អត់យល់ទេបងប្អូនបាត់តោមនោហេឧបនិស្ស័យសត្វបងប្អូនណាពធដែលជាមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធពេលដែលលោកត្រាស់សម្ដែងទៅសុទ្ធសឹងតែជាប្រយោជន៍សម្រាប់សត្វលោកចង់បានប្រយោជន៍ខ្លាំងណាស់ហើយព្រះសម្មាសម្ពុទ្ធលោកផ្ដល់ជាប្រយោជន៍សម្រាប់សត្វលោកប៉ុន្តែបញ្ញាខ្លីរបស់សត្វលោកគ្នាចាប់អត់តាន់បងប្អូនចាប់អត់តាន់គឺជាមនុស្សដែលគួរឲ្យអាណិតជាងគេយើងនិយាយមកវេទិកានេះមិនសង្ឃឹមថាបងប្អូនបានយល់ទាំងអស់គ្នាទេអំពីវត្ថុបំណងរបស់ពួកយើងថាតើពួកយើងចង់ប្រាប់អីទៅដល់បងប្អូនហើយបងប្អូនបានទទួលអ្វីខ្លះដែលជាមូលដ្ឋានពិចារណាដើម្បីយកទៅអនុវត្តជាប្រយោជន៍សម្រាប់បងប្អូនយើងចេះតែធ្វើទៅបើព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងណាលោកដឹងថាអូមកវេទិកាហ្នឹងគ្មានសត្វប្រុសបានមួយលោកអត់មកទេប៉ុន្តែយើងអត់ដឹងក៏ចឹងចេះតែមកទៅនិយាយទៅចាក់មីក្រូទៅផ្សាយទៅសត្វណាមានឧបនិស្ស័យស្ដាប់បានទៅបងប្អូនអ្នកដែលដេកត្រាំក្នុងជំនឿតាំងពីយូរមកហើយណាការចំនួនព្រះសម្មាសម្ពុទ្ធត្រាស់ដឹងណាព្រះសម្មាសម្ពុទ្ធសម្ដែងឲ្យសត្វកើតសទ្ធាមនុស្សដែលមានឧបនិស្ស័យប្រុងប្រោះបានណាងើបចាក់ជំនឿនឹងភ្លាមហ្មងគេជឿថាងាប់ទៅកើតទៅកន្លែងនេះជឿថាមានព្រលឹងចេះជឿថាមានចេះហើយគេធ្វើពិធីបូជាយញ្ញច្រើនណាពិធីសែនព្រេនពិធីសាសនារបស់គេច្រើនណាសិតតែងាប់នៅក្នុងជំនឿពេលដែលព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងភ្លាមណាលោកសម្ដែងធម៌អ្នកមានឧបនិស្ស័យងើបចាក់ជំនឿនឹងហ្មងពីព្រោះព្រះសម្មាសម្ពុទ្ធរាល់ការសម្ដែងលោកតម្រៀបហេតុផលលោកមិនទាំងបាច់ប្រាប់យើងថាសូមអ្នកពិចារណាផងលោកមិនទាំងប្រាប់ផងប៉ុន្តែពេលលោកសម្ដែងធម៌ទៅលោកប្រាប់ហេតុផលមួយតាម
តម្រុយនៃការតម្រៀបពាក្យរបស់ព្រះអង្គហ្នឹងទឹកសម្លេងខ្សែធម៌ដែលព្រះអង្គអូសមកហ្នឹងវាហូរចឹងទៅសត្វហ្នឹងស្ដាប់ទៅពិចារណាដោយខ្លួនឯងហ្មងដល់ពិចារណាឃើញអាទង្វើរបស់ខ្លួនឯងក្នុងជំនឿហ្នឹងខុសងើបចាក់អាជំនឿហ្នឹងអស់ទៅតែព្រះសម្មាសម្ពុទ្ធលោកហៅសទ្ធានោះសត្វលោកស្ដាប់យូរកើតសទ្ធាជ្រះថ្លាយល់អស់ទៅដូចគ្នាជាមួយកម្មវិធីរបស់យើងបងប្អូនបញ្ច្រាសជាមួយនឹងទម្លាប់របស់បងប្អូនពីអតីតកាលមកដូនតារបស់បងប្អូនមកប្រើតការជឿអញ្ចឹងគ្រូធម៌មាចាប្រសង់ច្រើនណាស់តែទេសនាឲ្យតែបងប្អូនជឿហ្នឹងឲ្យតែបងប្អូនជឿហ្នឹងជឿថាណែឧទ្ទិសអញ្ចឹងទៅយកបាយទៅប្រគេនប្រសង់អញ្ចឹងទៅឧទ្ទិសអញ្ចឹងដល់ម៉ែយើងជឿថាអញ្ចឹងអត់ទៀនប្រសាទទៅជាតិក្រោយមានបញ្ញាវាទៅតាមណាបងប្អូនជឿឲ្យធ្វើទៅមានមនុស្សច្រើនណាស់បងប្អូនដែលរស់នៅក្នុងជំនឿបែបហ្នឹងប្រជាប្រដ្ឋយើងណាប៉ុន្តែអ្នកខ្លះដែលមានឧបនិស្ស័យស្ដាប់កម្មវិធីរបស់យើងទៅគាត់ងើបចាក់លៀងបងប្អូនចោលអស់អាលីងអាបែបហ្នឹងចោលអស់អាលីងគាត់ខ្លាយទៅជាមនុស្សដែលចេះប្រើបញ្ញាខ្លួនឯងពិចារណាឃើញរួចហើយបានយកទៅអនុវត្តបងប្អូនណាកាលពីមុនណាគាត់ជាមនុស្សអាត្មានិយមគាត់ធ្វើពិធីសាសនាច្រើនណាស់ឧទាហរណ៍ដូចជាដុតទៀនបសាអីចឹងទៅអាហ្នឹងពិធីសាសនាណាប្រគេនទៀនបសាទៅលោកចឹងទៅបានបុណ្យបានមកគាត់គាត់ធ្វើពិធីសាសនាច្រើនណាស់ធ្វើបុណ្យកឋិនចេះទៅបានអានិសង្សយើងកើតទៅជាជាតិក្រោយចេះទៅធ្វើបុណ្យផ្កាចេះទៅបានអានិសង្សទៅជាតិក្រោយចេះទៅណក់ទៅស្វែងគុំកន្លែងព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងកន្លែងព្រះសម្មាសម្ពុទ្ធលោកកើតចឹងទៅព្រោះបូជាអញ្ជៀនបូជាលុយទៅបានបុណ្យបានអានិសង្សមកយើងច្រើនណាស់មនុស្សច្រើនណាស់បងប្អូនដែលគាត់ប្រព្រឹត្តក្នុងផ្លូវបែបហ្នឹងណាពេលដែលគាត់ស្ដាប់កម្មវិធីរបស់យើងបងប្អូនងើបចាក់ហ្មងគាត់មកនិយាយប្រាប់ខ្ញុំហ្នឹងគាត់ថាលោកប្អូនហើយអ្នកខ្លះអាយុជាងចិត្តហ្នឹងណាគាត់ថាណាខ្ញុំមកទៅភ្លឺប្រហែលមួយឆ្នាំហ្នឹងទេពីមុនមកវែងទាំងអស់អ្នកមានឧបនិស្ស័យអញ្ចឹងបងប្អូនស្ដាប់ទៅយល់ងើបចាក់អាជំនឿហ្នឹងអស់ហ្មងប្រើខួរក្បាលរបស់ខ្លួនឯងហ្មងផ្លូវរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងកាលពីព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងអញ្ចឹងលោកបញ្យល់ឲ្យមនុស្សកើតបញ្ញាមនុស្សកើតបញ្ញាមនុស្សដឹងខុសដឹងត្រូវពេលដែលមនុស្សទៅធ្វើអ្វីមួយមនុស្សធ្វើដោយសទ្ធាដោយការយល់ដឹងពីខ្លួនឯងជាការសម្រេចចិត្តដោយខ្លួនឯងមានមនុស្សមួយចំនួនណាបងប្អូនដែលគាត់ស្ដាប់យើងហើយគាត់កើតសទ្ធាណាគាត់ឈប់ធ្វើអបបិនីទំនៀមទម្លាប់ហ្នឹងឥឡូវគាត់បញ្ចូលរួមក្នុងសកម្មភាពរបស់យើងអសកម្មភាពរបស់យើងមានពីណាដែលប្រាប់គាត់ថាបងប្អូនណាចូលលុយក្នុងកម្មវិធីរបស់យើងមកធ្វើសកម្មភាពចេះគ្នាតាមភូមិតាមឃុំប្រមូលលុយពីភូមិពីឃុំដើម្បីយកមកផ្សព្វផ្សាយកម្មវិធីរបស់យើងទៅទៀតហ្នឹងតែពីណាប្រាប់គាត់ថាណែធ្វើអានឹងទៅឡើងឋានសួគ៌អត់តែពីណាប្រាប់អញ្ចឹងអត់ខ្ញុំឯណាដែលប្រាប់បងប្អូនអញ្ចឹងហើយក្នុងចំណោមពួកយើងតែប្រាប់ទៅដើរគៀនលុយមករេចូលក្នុងកម្មវិធីហ្នឹងបានបនឡើងឋានសួគ៌ចិត្តក្រោយនឹងមានរូបសម្ផស្សស្អាតកើតជាកូនអ្នកមានពួកយើងមានតែនិយាយអញ្ចឹងណាសួរតែហេតុអ្វីបានជាមានមនុស្សមួយចំនួនមកចូលរួមនឹងយើងដែរពីព្រោះគាត់មានចិត្តមេត្តាអាណិតអាសូរដល់អ្នកដទៃត្មងអានោះពេញតួជាបុណ្យណាផ្លូវដែលព្រះសម្មាសម្ពុទ្ធនឹងការធ្វើបុណ្យសំកសលគឺអញ្ចឹងព្រោះតែអាណិតមេត្តាដល់អ្នកដទៃទេដែលព្រះសម្មាសម្ពុទ្ធទៅត្រាស់ដឹងព្រោះតែអាណិតហ្នឹងអាណិតពេកអាណិតដល់អ្នកដទៃចង់ដោះទុកអ្នកដទៃចេះតែពិចារណាយូររកឃើញការត្រាស់ដឹងការរួចរំដោះទុកហ្នឹងសូមរងចាំតាមដានស្ដាប់ភាគបន្ត